ចាប់ផ្ដើមដាក់លក់វិញហើយបងប្អូនមួយដែលធ្លាប់ទិញអាចមករកទិញបានឥឡូវហ្នឹងគឺរៀបចំដាក់លក់ចាប់ហួយវិញហើយដោយសារមករយៈមុនហ្នឹងខ្ញុំរវល់ទៅលក់នៅសាថៃបងប្អូនអញ្ចឹងឥឡូវហ្នឹងគឺពិបាកចេញចូលទៅពេកអញ្ចឹងមានតែរោមុខរបរនៅផ្ទះគាត់បានលុយចំណូលទិញម្ហូបទិញអីឲ្យកូនទៅសាលាហើយខ្ញុំចាប់ផ្ដើមលក់មួយខែជាងហើយបងប្អូនទៅបានចាប់ផ្ដើមទិញចូលដាក់តិចតួចទេបងប្អូនអរគ្នាទិញដំបូងហ្នឹងក៏យើងអត់ទិញច្រើនដែរយើងសាកសិនណាលក់បានយើងទិញចូលច្រើននិយាយទៅគ្រឿងប្រើប្រចាំថ្ងៃបងប្អូនអរគ្នាចាអីវ៉ាន់ចាប់ហួយកពិកកប៉ុកយ៉ាងឯងបើកពីព្រឹកទល់យប់ណាមួយដោយសារតែខ្ញុំខានលក់មករយៈធំដែរអញ្ចឹងទៅអីវ៉ាន់ខ្លះក៏ខ្ញុំរៀងច្រឡំដែរបងប្អូនអត់ដឹងថាណាលក់ដាច់ណាលក់មិនដាច់អញ្ចឹងណាប៉ុន្តែទៅពេលខ្ញុំទិញវគ្គនេះគឺអីវ៉ាន់ខ្មែរយើងមានច្រើនមែនទែនដោយសារតែបងប្អូនខ្មែរយើងគាត់គ្រប់គ្រងរបស់ខ្មែរយើងច្រើនអញ្ចឹងណាហើយអញ្ចឹងទៅយើងគ្រប់គ្រងផលិតផលក្នុងស្រុកធ្វើឲ្យសង្វាក់ផលិតកម្មរបស់យើងដើរហើយប្រជាជនក៏មានការងារធ្វើគ្រប់គ្នាដែរបងប្អូនអរគ្នារបស់ឲ្យបានចាប់ហួយនេះបងប្អូនអរគ្នាបើសិនជាយើងមានគ្រប់មុខមានច្រើនហ្នឹងគឺយើងលក់ដាច់មែនទែនហើយខ្ញុំទិញមកដំបូងហ្នឹងក៏ខ្ញុំដាក់នំដាក់ទឹកសុទ្ធដាក់ភេសជ្ជៈដាក់ស្រាអីខ្លះអញ្ចឹងទៅរៀបចំហើយមានណាគេកៅឆាយទេក្រៅពីកូនបងប្អូនអើយ2 3នាក់អញ្ចឹងមានតែធ្វើចិត្តនឹងឯងបើថាយើងលក់នៅផ្ទះហើយយើងត្រូវមើលកូនមើលអីដែរអញ្ចឹងទៅយើងបានចំណូលខ្លះក៏បានមកទប់ទល់អញ្ចឹងណាបងប្អូនរៀបចំដំបូងហ្នឹងគឺវាអត់តាន់ពេញផ្ទះទេដោយសារតែយើងទិញមកចោះមុខណាដែលថាយើងត្រូវលក់បានគឺយើងទិញចូលហើយក៏ខ្ញុំអត់ទៅតាន់ទិញច្រើនដែរបើសិនជាមើលអីវ៉ាន់ណាថាលក់ដាច់ចាំយើងទិញចូលច្រើននេះបន្ទាប់ពីខ្ញុំលក់បានកន្លះខែហើយខ្ញុំរៀបចំគឺអីវ៉ាន់គឺបានប៉ុណ្ណឹងបងប្អូនអរគ្នាដាក់លក់នៅមុខផ្ទះលេងទៅណាមួយយើងអត់អស់ថ្លៃតូបផងហើយយើងមានមួយស្រាប់ដោយសារពីមុនហ្នឹងក៏ខ្ញុំធ្លាប់លក់ម្ដងដែរប៉ុន្តែដោយសារតែខ្ញុំចូលទៅខាងក្នុងទៅលក់អីវ៉ាន់ខ្ញុំទៅខ្ញុំអត់បាននៅលក់ក៏បិទចោលមួយរយៈអញ្ចឹងណាបងប្អូនអញ្ចឹងមានមានបងប្អូនច្រើនគាត់នៅម្ដុំផ្ទះខ្ញុំគាត់សួររោថាមិនក៏ចែកអត់លក់អញ្ចឹងក៏ខ្ញុំដាក់លក់វិញទៅហើយនេះថ្ងៃមុនហ្នឹងទៅធ្វើជាមួយនឹងម៉ាស៊ីនលើសលេងនៅខាងធនាគារ ABA មួយដែរទុកគ្រាន់តែមានបងប្អូនគាត់បាញ់តាមកង់អីអញ្ចឹងទៅយើងងាយស្រួលយើងលើសលេងអញ្ចឹងណាបងប្អូនអរគ្នាយើងអត់ចាំបាច់ឆែកក្នុងទូរស័ព្ទទេហើយធ្វើអាហ្នឹងគឺអត់អស់លុយទេបងប្អូនគាត់យើងទៅស្នើនឹងធនាគារទៅគឺបានបន្ទាប់ពីខ្ញុំរៀបអីវ៉ាន់ហើយគឺបានតែប៉ុណ្្នឹងហើយបងប្អូនអរគ្នានិយាយទៅបើសិនជាខ្វះអីថ្ងៃណាមានគេមករកអីប្លែកក៏ទិញចូលបន្ថែមទៀតដែរនិយាយទៅអីវ៉ាន់ចាប់ហួយបើសិនជាយើងមិនទិញចូលតាមរបស់ដែលគេរកទេថ្ងៃក្រោយគេមករកទៀតអត់មានអញ្ចឹងយើងលក់អត់សូវដាច់ទេអញ្ចឹងយើងចង់ដាក់ឲ្យលក់ដាច់គឺដាក់គ្រប់មុខតែម្ដងបងប្អូន